បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំសូមលើកនៅប្រធានបទវគ្គបន្តទៀតទាក់ទងនឹងនិយាយថាយើងនឹកឃើញរឿងដែលយើងមានអារម្មណ៍ថាសប្បាយចិត្តកាលពីដែលយើងទាំងអស់គ្នាដូចថាពេលយើងនៅពីក្មេងយើងបានធ្លាប់រៀនហើយនឹងយើងបានតែធ្វើការអីចឹងទៅយើងបានជួបនឹងអ្នកដែលជាមនុស្សល្អៗឬក៏អ្នកដែលបានមានដូចជាមិត្តភ័ក្តិផងយើងឬក៏អ្នកដែលធ្វើឲ្យយើងមានភាពរីករាយក្នុងឆាកជីវិតផងយើងអញ្ចឹងណាហើយយើងក៏មានអារម្មណ៍ថាពេលដែលបានជួបពួកគាត់មកពេលដែលយើងបានជួបពួកគាត់យើងមានអារម្មណ៍ល្អយើងមានអារម្មណ៍ថាចេះសហការឬក៏ចេះជួយគ្នាអញ្ចឹងទៅខ្ញុំអាចនិយាយបានថាដូចជានៅពីក្មេងៗឬក៏អីចឹងទៅយើងបានជួបនឹងមិត្តភ័ក្តិដែលយើងធ្លាប់ដើរលេងមួយគ្នាឬក៏ធ្លាប់ទៅលេងទឹកអូរឬក៏ទៅវាលស្រែទៅអីចឹងទៅចង្ការយើងអាចថាយើងនៅក្មេងៗយើងមានអារម្មណ៍ថាយើងសប្បាយចិត្តនៅពេលដែលយើងបានធ្វើរឿងល្អៗតែចៃដន្យហ្នឹងក៏វាមានរឿងអត់ល្អហ្នឹងគឺការដែលវាខុសឆ្គងឬក៏អីមួយឬក៏អ្នកដែលសាងអាក្រក់សាងបាបកម្មអីមួយដែលចំណែនឈ្នានេះអីគ្នាអញ្ចឹងទៅវាអត់ដឹងថាជារឿងអីមួយដែលរឿងពាក់ព័ន្ធទាំងអ្វីដែលវាអត់ល្អអញ្ចឹងទៅយើងគួរថាយើងទាំងអស់គ្នាយើងគួរតែបំភ្លេចរឿងនឹងចោលព្រោះថាគឺទាំងអស់ហ្នឹងគឺយើងមិនគិតថាជារឿងមួយដែលយើងចង់សាងអាក្រក់ឬសាងបាបកម្មនេះជួនកាលទៅអាចថាមកពីជីវភាពគ្រួសារឬក៏ម៉ែឪយើងក្រីក្រឬក៏យើងរស់នៅក្នុងស្ថានភាពអត់ល្អបើខ្ញុំជឿថាបងប្អូនខ្លះក៏មានជីវភាពអត់ល្អអញ្ចឹងទៅអាចថាយើងដើរជាមួយនឹងមិត្តភ័ក្តិអាចថានៅក្នុងការដែលរស់នៅនឹងក្នុងស្ថានភាពអត់ល្អអញ្ចឹងអាចថារស់នៅក្នុងស្ថានភាពមួយដែលកព្រីម៉ែឪអញ្ចឹងទៅជាគឺស្ថានភាពហ្នឹងគឺអូសទាញបងប្អូនឲ្យទៅជួបនឹងការដែលជួបនៅអត់ល្អអញ្ចឹងវានាំបងប្អូនហ្នឹងទៅធ្វើរឿងអាក្រក់រឿងអត់ល្អអញ្ចឹងទៅអញ្ចឹងបងប្អូនគួរតែយើងនៅក្មេងឬក៏អីយើងក៏ដឹងដែរព្រោះយើងសិតតែក្តាស់សដូចគ្នាទេអញ្ចឹងទៅខ្ញុំគិតថាបងប្អូនដែលនៅក្នុងជួបនឹងស្ថានភាពដែលស្ថានភាពអាក្រក់បែបហ្នឹងយើងគួរតែទៅកន្លែងមានជាមណ្ឌលសម្រាប់កុមារឬក៏ក្មេងៗកំព្រាអីទៅឬក៏អង្គការណាអញ្ចឹងទៅគាត់មានជួយទៅដល់ក្មេងៗដែលមានការដែលជួបពិបាកឬក៏ម៉ែឪឬក៏សាច់ញាតិអញ្ចឹងទៅគាត់អាចនាំកូនហ្នឹងទៅកន្លែងអង្គការគេហ្នឹងទៅដើម្បីឲ្យពួកគាត់ហ្នឹងបានរៀនសូត្រចេះដឹងដើម្បីបន្តអនាគតឲ្យគាត់បានល្អកុំឲ្យគាត់នៅក្នុងស្ថានភាពដែលអត់ល្អដែលអូសទាញពីមជ្ឈដ្ឋានឬក៏ការដែលសេពគប់នៅអត់ល្អអញ្ចឹងអូសទាញទៅគាត់ទៅធ្វើរឿងអាក្រក់រឿងអត់ល្អឬក៏អាចខ្លាចទៅជាលួចឆក់ប្លន់ឬក៏ធ្វើអីសារអំពើបាបកម្មអីផ្សេងហ្នឹងធ្វើអនាគតផងគាត់ហ្នឹងក៏ជួបនឹងរឿងអាក្រក់ទាំងអស់ហ្នឹងដែរអញ្ចឹងទៅខ្ញុំគិតថាបើសិនជាបងប្អូនអត់ទាន់មានរឿងអីដែលកើតឡើងឬក៏ក្មេងៗដែលគាត់នៅជំនាន់ក្រោយដែលគាត់កើតមកនៅក្នុងរំពងគ្រួសារល្អទៅខ្ញុំសូមណែនាំបងប្អូនឲ្យទៅជួបនឹងឬក៏ការដែលយើងទៅកន្លែងអង្គការអីដែលគាត់ក្នុងការដែលជួយក្មេងកំព្រាអីចឹងទៅគឺមានអញ្ចឹងទៅខ្ញុំតែងតែអរគុណទៅលើផ្នែកទៅលើខាងអង្គការឬក៏ស្ថាប័នដែលគាត់អាចជួយដល់ក្មេងកំព្រាដែលគាត់ខ្វះខាតអីចឹងណាព្រោះខ្ញុំក៏ស្ថិតនៅក្នុងជីវភាពខ្វះខាតដូចតែគ្នាដែរតាំងក្មេងៗមកគឺយើងធ្វើការឲ្យបងប្អូនតាំងពីអាយុ10ឆ្នាំជាងចឹងដើម្បីដូរយកលោកកលាំងគេដើម្បីយកប្រាក់ហ្នឹងទៅរៀនអីចឹងទៅផងបានរៀនសូត្រចេះដឹងមកដល់សប្តាហ៍ហ្នឹងក៏វាមិនងាយដែរអញ្ចឹងទៅខ្ញុំគិតថាតែបងប្អូនជំនាន់ក្រោយអញ្ចឹងទៅបើសិនជាមានស្ថានភាពអត់ល្អឬក៏ស្ថានភាពដែលពិបាកអីចឹងទៅដូចថាឬក៏ស្មុគស្មាញនៅក្នុងដែរជីវភាពយើងនៅក្មេងអញ្ចឹងដែលយើងជួបស្ថានភាពអាចថាបាក់បែកខ្ញុំអញ្ចឹងទៅបងប្អូនមានភាពតស៊ូដូចខ្ញុំវាបានរៀនចុករៀនចប់ដើមអញ្ចឹងទៅបងប្អូនអាចធ្វើទៅប៉ុន្តែវាអាចនឹងរងសម្ពាធពីការងារឬអីយើងរៀនអត់សូវបានដល់អីទេអញ្ចឹងទៅខ្ញុំអាចថាវាជារឿងមួយដែលបងប្អូនគួរតែគិតមើលពីស្ថានភាពឬក៏សាច់ញាតិបងប្អូនណាដែលល្អអញ្ចឹងទៅអាចនាំអាចថានាំក្មួយឬនាំកូនហ្នឹងទៅរៀននៅសាលាឬក៏អង្គការណាគាត់ជួយទៅលើបញ្ហាជីវភាពឬក៏អ្នកដែលមានជីវភាពខ្វះខាតអីចឹងទៅឬក៏អ្នកដែលមានក្មេងកំព្រាអញ្ចឹងទៅយើងយកគាត់ទៅដាក់នៅកន្លែងមណ្ឌលដើម្បីឲ្យពួកគាត់បានរៀនសូត្រដើម្បីទៅថ្ងៃក្រោយទៅគាត់មានអនាគតល្អហើយក៏គាត់បានធ្វើការងារល្អអញ្ចឹងទៅក៏ជួយពួកគាត់នឹងឲ្យដើរទៅលើផ្លូវល្អជិះនៅអំពើអាក្រក់ឬក៏អ្នកដែលអូសទាញទៅសាងអំពើអាក្រក់ទាំងអស់ហ្នឹងដែរ
ចឹងទៅខ្ញុំបកមកវិញតទៅនឹងការដែលយើងនឹងសម័យកាលដែលយើងជួបគ្នានៅពីក្មេងៗឬក៏អ្នកដែលបានធ្លាប់ស្គាល់គ្នាអញ្ចឹងទៅដូចខ្ញុំអញ្ចឹងទៅថាពេលខ្លះខ្ញុំបានជួបនៅក្មេងៗធ្លាប់លេងមួយគ្នាឬក៏លេងបិលបឡឬក៏ដើរលេងទឹកអូរទឹកស្ទឹងឬទៅចកាទៅអីចឹងទៅខ្ញុំមានអារម្មណ៍ថានឹកឃើញពួកគាត់ព្រោះថាឥឡូវពួកគាត់មានអារម្មណ៍ថាពួកគាត់ឃ្លាតឆ្ងាយពីពួកយើងគាត់មានគ្រួសារមានប្តីប្រពន្ធត្រូវមើលកូនមើលអីចឹងទៅពេលដែលយើងទៅស្រុកម្ដងក៏ឃើញពួកគាត់បានរីកចម្រើនក៏យើងជួយអដែរប៉ុន្តែបើសិនជាអ្នកដែលកំពុងតែខ្វះខាតមានជីវភាពខ្វះខាតក៏យើងមានអារម្មណ៍អាណិតដែរតែសម្បីខ្លួនយើងហ្នឹងក៏យើងនៅរៀងពិបាកនៅអីវាអត់មិនអាចវាល្អភាសាជាងពួកគាត់អីចឹងទៅវាអាចថាអ្នកខ្លះល្អភាសាជាងយើងទៅគាត់មានលទ្ធភាពមានដល់រហូតដល់មានគ្រួសារមានកូនមានឡានមានអីចឹងទៅមានផ្ទះល្អល្អចឹងទៅជារឿងមួយដែលខ្ញុំគិតថាយើងគួរតែកោតសរសើរគ្នាឬក៏យើងគិតថាគេធ្វើប៉ុណ្ណឹងបានល្អយើងលើកសរសើរពីពួកគាត់ទៅបើសិនជាពួកគាត់នៅខ្វះខាតឲ្យពួកគាត់នឹងព្យាយាមប្រឹងប្រែងនៅបន្តជីវិតដើម្បីគ្រួសារពួកគាត់ដើម្បីប្រពន្ធកូនពួកគាត់ហ្នឹងឲ្យវាល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃគាត់អាចថាគាត់ធ្វើការទៅវាជួបនឹងការដែលយើងអ្នកនៅខេត្តនៅអីវាពិបាកនឹងរកលុយកាក់ណាព្រោះខ្ញុំក៏រៀងយល់ដែរព្រោះខ្ញុំធ្លាប់នៅខេត្តអីចឹងទៅពីរខែវាមិនងាយនឹងរកលុយឬក៏ការងារណាដែលល្អក្នុងការដែលឲ្យជីវភាពផងគាត់ហ្នឹងវាប្រសើរជាងពីសំថ្ងៃទេជួនកាលនៅខេត្តអញ្ចឹងរកបានតិចតួចទេអញ្ចឹងខ្ញុំមើលឃើញពីស្ថានភាពបែបហ្នឹងក៏ខ្ញុំមើលឃើញពីតែទៅនឹងជីវភាពយើងម្នាក់ៗវាតែមានស្ថានភាពខុសៗគ្នាអញ្ចឹងទៅហើយអញ្ចឹងទៅខ្ញុំគិតថាបងប្អូនគួរតែសន្លឹមមើលថាតើជីវភាពគ្រួសារយើងវាល្អប្រសើរហើយនៅឬក៏ជីវភាពយើងនៅខ្វះខាតអញ្ចឹងយើងគុំshare ឬក៏យើងគុំមកគាត់ថាយើងមិនអាចជួយគ្រួសារបានអីឬក៏អ្នកដែលមានកូនឬអីចឹងទៅគាត់ព្យាយាមប្រឹងប្រែងទៅលើជីវភាពគាត់ផ្សេងដែលអាចគាត់ធ្វើទៅតាមលទ្ធភាពគាត់បានអញ្ចឹងណាអញ្ចឹងទៅខ្ញុំគិតថាខ្ញុំនឹកឃើញពីដែលមិត្តភក្តិខ្ញុំនៅក្មេងៗអញ្ចឹងទៅគាត់ល្អប្រសើរខ្ញុំលើកសរសើរពីពួកគាត់ហើយអ្នកដែលគាត់ខ្វះខាតហ្នឹងគាត់ព្យាយាមប្រឹងប្រែងបន្តជីវិតគាត់បន្តទៀតហើយកុំអស់សង្ឃឹមនៅក្នុងជីវិតរបស់គាត់ទោះជួបនៅស្ថានភាពបែបណាឬក៏ជួបនឹងបញ្ហាជីវភាពបែបណាបងប្អូនគួរតែប្រឹងប្រែងបន្តទៅទៀតហើយខ្ញុំបកមកបន្តទៅលើខ្ញុំបានឃើញមិត្តភក្តិខ្ញុំធ្លាប់រៀនមិនថាសាលាបឋមឬក៏សាលាវិទ្យាល័យឬក៏អ្នកដែលរៀននៅសាកលអីចឹងទៅគាត់គាត់ថាពួកគាត់ម្នាក់គឺមកដល់សម័យហ្នឹងអ្នកខ្លះក៏មានជីវភាពល្អប្រសើរមានប្តីមានប្រពន្ធកូនចឹងទៅឬក៏ម៉ែឲ្យរៀងធូរធារចឹងគាត់អាចថាបង្កើតមុខរបរពួកគាត់ផ្សេងឬក៏គាត់មានកំណត់ធ្វើអីផ្សេងចឹងទៅខ្ញុំក៏លើកសរសើរពីមិត្តភក្តិដែលខ្ញុំបានធ្លាប់រៀនមួយគ្នាខ្ញុំនឹកឃើញថាមានមិត្តភក្តិខ្លះក៏ល្អមិត្តភក្តិខ្លះក៏អាចគាត់ថាពេលដែលយើងទៅរៀនមួយគ្នាយើងគិតថារឿងល្អទេពេលដែលយើងចេញប្រកបជីវិតឬក៏យើងចេញមកធ្វើការរៀងខ្លួនយើងគិតថាពេលដែលយើងជួបគ្នាយើងមានតែញឹមដាក់គ្នាឬក៏យើងជួយយកអាសាគ្នាទៅវិញទៅមកទៅក្នុងនាមជាមិត្តភក្តិដូចគ្នាឬក៏អ្នកដែលគាត់នៅជីវភាពខ្វះខាតទេក៏ខ្ញុំក៏សនំពោពួកគាត់ព្យាយាមប្រឹងប្រែងនៅការដែលបន្តជីវិតផងគាត់ហ្នឹងវាបន្តដំណើរជីវិតឲ្យវាកាន់តែល្អប្រសើរគុំគាត់ថាអ្នកនេះល្អជាងនោះល្អជាងយើងចំណែនជាគ្នាឬក៏សាងអីអត់ល្អឬក៏សាងបាបកម្មអីចឹងទៅកុំធ្វើរឿងបែបហ្នឹងព្រោះថាវាអត់ល្អទេសូម្បីតែខ្លួនយើងអ្នកប្រព្រឹត្តហ្នឹងក៏វាមានបាបកម្មនៅក្នុងដែរអញ្ចឹងខ្ញុំគិតថាបើសិនជាមិត្តភក្តិដែលខ្ញុំបានស្គាល់ឬក៏អ្នកដែលគាត់បានដឹងពីអ្វីដែលចិត្តផុនពួកខ្ញុំគិតមកពេលដែលយើងខានមកពេលដែលយើងធ្វើរឿងល្អជារឿងមួយដែលយើងសប្បាយចិត្តគឺយើងគឺធ្វើរឿងល្អយើងសាងអំពើល្អរឿងបានជួយអ្នកដទៃគឺរឿងមួយដែលខ្ញុំគិតថាខ្ញុំក៏សប្បាយចិត្តក្នុងចិត្តផងខ្ញុំដែរព្រោះថាខ្ញុំធ្លាប់បានធ្វើការងារធំតូចអីក៏ដោយក៏ខ្ញុំគិតថាមានតែការដែលជួយគេឬក៏ការដែលសាងអំពើល្អហ្នឹងហើយដែលយើងមានអារម្មណ៍ស្ងប់ក្នុងចិត្តផងយើងមានអារម្មណ៍រីករាយក្នុងចិត្តផងយើងទោះយើងវាមានជីវភាពនៅខ្វះខាតជាភាពនៅក្រអីចឹងទៅយើងក៏នៅតែប្រឹងប្រែងជីវិតផងយើងបន្តទៀតសម្បីតែយើងធ្វើការឬក៏យើងរកស៊ីសម័យក៏យើងមិនចង់ទៅប៉ះពាល់អ្នកណាដែរភាសាប៉ុន្តែយើងអត់គិតដឹងថាពេលតែកើតឡើងនោះជួនកាលអ្នកខ្លះខិលខូចឬក៏មានកំណត់អីអវិជ្ជមានឬក៏អីសារបាបកម្មហ្នឹងក៏យើងមិនចង់ទទួលពីពួកគាត់ដែរ
ដោយសារតែរឿងទាំងអស់ហ្នឹងក៏យើងមិនចង់ដើរជួបនៅរឿងអាក្រក់ទាំងអស់ហ្នឹងយើងចង់ថាពេលដែលយើងកាន់មកគឺយើងព្យាយាមចែកម្លែកគ្នាយើងចេះជួយគ្នាយើងចេះណែនាំគ្នាខុសអីចឹងណែនាំខុសមួយខុសពីរចឹងទៅដើម្បីឲ្យកើតមានធនធានល្អមនុស្សល្អកាន់តែច្រើនមិនមែនថាយើងជាខ្មែរដូចគ្នាយើងព្យាយាមពេលដែលឃើញគ្នាខុសយើងព្យាយាមជន់គ្នាឬក៏មានកំហុសអីចឹងទៅអីអត់ល្អចង់ប៉ិតអីមកអត់ល្អលើអ្នកដតីឬក៏មានកំណត់អាក្រក់អីរស់ស៊ីព្រោះប្រជែងគ្នាសាងអាក្រក់សាងបាបកម្មទេព្រោះថាសង្គមខ្មែរយើងបើសិនជានៅបន្តរបៀបអញ្ចឹងទេធ្វើឲ្យធនធានមនុស្សក៏វាបាត់បង់ធ្វើឲ្យការដែលប្រកួតប្រជែងហ្នឹងវាមិនមែនការដែលប្រើធនធានមនុស្សឬក៏ប្រើយុទ្ធសាស្ត្ររៀងខ្លួនទេតែបើប្រើកំណត់ថោកទេឬក៏សាងបាបកម្មផ្សេងហ្នឹងយើងគួរតែកាត់បន្ថយនៅរឿងទាំងអស់ហ្នឹងដើម្បីកើតមានធនធានល្អហើយកុំឲ្យប្រទេសអ្នកប្រទេសដទៃមើងងាយដូចថាលើដូចថៃអីចឹងទៅឃើញដល់ពេលដែលគ្រាដល់ពេលដែលយើងទុនខ្សោយវាជន់យើងអញ្ចឹងទៅយើងគិតថាបើសិនជាយើងខ្មែរទាំងអស់គ្នាយើងព្យាយាមរួមសាមគ្គីគ្នាឡើងវិញដើម្បីជួយជាតិសាសន៍យើងឲ្យវាកើតមានមនុស្សល្អកាន់ច្រើនឲ្យកាន់តែមានបានសบายឬក៏មានការងារធ្វើឬក៏ការងាររកស៊ីអីចឹងទៅយើងចេះជួយគ្នាអញ្ចឹងទៅធ្វើឲ្យមានធនធានល្អទៅថ្ងៃមុខផងដែរយើងមិនមែនគិតថាឲ្យតែអញចឹងអញខ្លាំងជាងគេអញអីចឹងហែងរកស៊ីអញមកប្រកួតប្រជែងអញធ្វើអាក្រក់អីចឹងទេអញ្ចឹងយើងព្យាយាមសាងតែអំពើល្អដើម្បីជួយមនុស្សល្អឲ្យកើតមានធនធានល្អទៅថ្ងៃមុខផងដែរអញ្ចឹងទៅខ្ញុំតែងតែនិយាយចឹងទៅគ្រូថាពេលខ្លះខ្ញុំអាចថាជាការអាចចែកម្លែកទេប៉ុន្តែបើសិនជាមានការដែលខុសឆ្គងឬក៏ពាក្យពេចន៍សម្ដីของណាយើងមិនអាចថាយើងចង់និយាយហ្នឹងវាប៉ះពាល់គេប៉ុន្តែគ្រាន់ជាការបញ្ចេញមតិយោបល់ដើម្បីចែកម្លែកទៅកាន់បងប្អូនឬអ្នកដែលបានស្ដាប់ឬក៏អ្នកដែលគាត់មានអីកំហុសឆ្គងអញ្ចឹងគាត់ព្យាយាមកែគាត់ឲ្យដើរមកលើផ្លូវល្អទាំងអស់គ្នាព្រោះថាយើងទាំងអស់គ្នាគឺយើងមានជីវិតរស់នៅលើផែនដីតែមួយប៉ុន្តែបើសិនជាយើងធ្វើរឿងអាក្រក់ឬក៏រឿងបាបកម្មតទៅមុខទៀតយើងនឹងមានបាបកម្មហើយយើងគួរតែព្យាយាមសម្អាតខ្លួនយើងឬក៏លាងបាបកម្មខ្លួនយើងកុំឲ្យវានៅបន្តណាបាបកម្មចាស់ហ្នឹងទៅជឿងជួយថាតទៅមុខយើងមិនដឹងទៅរស់បានប៉ុណ្ណាតែយើងព្យាយាមសាងអំពើល្អឡើងវិញអញ្ចឹងណាគ្រាន់នេះគឺជាការណែចែកម្លែកទេហើយខ្ញុំក៏អរគុណទៅដល់អ្នកបងប្អូនដែលបានស្ដាប់នៅប្រធានបទខ្ញុំក៏តែខ្ញុំគិតថាខ្ញុំតែណែនឹករំលឹកទៅដល់អតីតកាលរបស់យើងពេលខ្លះយើងមានអារម្មណ៍ថាយើងធ្លាប់រៀនឬក៏យើងនៅក្មេងយើងធ្វើអីសប្បាយយើងមានអារម្មណ៍ថាវាជាមួយដែលយើងបង្កើតក្តីសុខសម្រាប់ចិត្តផនយើងបង្កើតនៅការដែលបង្កើតសុភមង្គលសម្រាប់ខ្លួនយើងនិងក្រុមគ្រួសារផងយើងបើសិនជាយើងមានប្តីប្រពន្ធមានគ្រួសារទៀតយើងគាត់តែសប្បាយចិត្តនៅពេលដែលឃើញកូនធំឡើងអីចឹងទៅមានគ្រួសារមានអីចឹងទៅឬក៏គាត់ដើរទៅលើផ្លូវល្អមិនមែនថាកូនធំឡើងទៅដើរទៅលើផ្លូវអាក្រក់យើងនៅតែបដ ாய் គាត់យើងព្យាយាមខែតម្រូវពួកគាត់ឲ្យដើរទៅលើផ្លូវល្អជិះនៅផ្លូវអាក្រក់ផងដែរហើយបើសិនជាកូនណារឹងក្បាលឬអីហ្នឹងជិះផ្លូវដើរផងគាត់ទៅថ្ងៃមុខបើសិនជាកូនណាដើរដោយកន្លងធរដឹងគុណម៉ែចេះជួយទុកតរៈឬក៏ការដែលមិនចំណែនឈ្នានីសបងប្អូនឬក៏សាងអាវកម្មផ្សេងហ្នឹងខ្ញុំជាលើកសរសើរពីបុគ្គលដែលល្អទាំងនេះដែលកើតមកជាមនុស្សហើយវាសមតម្លៃជាមនុស្សទៅទៀតព្រោះថាជីវិតមនុស្សយើងម្នាក់វាមិនទៀងទេបងប្អូនបើសិនជាយើងនៅបន្តណាការដែលសាងបាបកម្មហ្នឹងតាខ្លួនយើងហ្នឹងនៅវាអាចនឹងសាងបានប៉ុណ្ណាបើសិនជីវិតពួកយើងម្នាក់យើងមានជីវិតធំតែ100ឆ្នាំអីចឹងទៅជាការអ្នកខ្លះរស់បាន100ឆ្នាំហ្នឹងវាល្អប្រសើរនៅពេលដែលគាត់របបលហារបស់គាត់ឬក៏ការដែលគាត់ប្រកបទៅនឹងការរស់នៅគាត់មានផាសុខភាពអីផ្សេងអញ្ចឹងណាហើយអ្នកដែលគាត់រស់នៅក្រោម100ទៀតអានឹងវាមើលអត់ឃើញទេបើសិនជាគាត់នៅបន្តនៅរឿងអាក្រក់ហ្នឹងសួរថាពួកគាត់ហ្នឹងវាល្អដល់បានប៉ុណ្ណាហើយក៏ការដែលសាអាក្រក់ហ្នឹងនៅបានប៉ុណ្ណាទៀតអញ្ចឹងទៅយើងលើកសរសើរពីអ្នកដែលល្អបុគ្គលល្អហើយអ្នកដែលចេះចែកម្លែកទៅដល់អ្នកដទៃចេះជួយអ្នកដទៃឬក៏ដែលកាន់មកសាងតែអំពើល្អទៅនឹងឯងខ្ញុំតែងតែលើកសរសើរពីពួកគាត់ហើយខ្ញុំក៏សប្បាយរីករាយនៅពេលដែលពួកគាត់បានឃើញពួកគាត់ឬក៏គាត់ទាំងអស់គ្នាសាងនៅរឿងល្អទាំងអស់ហ្នឹងហើយចឹងទៅប្រធានបទមួយនេះយើងនឹងបន្តទៅវគ្គក្រោយទៀតហើយនឹងខ្ញុំនឹងបន្តទៅប្រធានបទផ្សេងទៀតដើម្បីចែកម្លែកទៅកាន់បងប្អូនហើយក៏អរគុណទៅតាមការស្ដាប់ប្រធានបទមួយនេះយើងនឹងជួបគ្នាប្រធានបទក្រោយទៀតផងដែរ